លោកជាសុក្រិតអភិបាលរងខេត្តកំពង់ឆ្នាំងអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលវិលត្រឡប់ទៅកន្លែងធ្វើការវិញតាមរថយន្តក្រុងរបស់រដ្ឋដោយឥតគិតថ្លៃលោកជាសុក្រិតអភិបាលរងខេត្តកំពង់ឆ្នាំងតំណាងឯកឧត្តមសុនសវណ្ណរិទ្ធអភិបាលខេត្តកំពង់ឆ្នាំងរួមដំណើរដោយលោកយិនបូរិនអនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងនិងសហការីនៅថ្ងៃទី25ខែកញ្ញាឆ្នាំ2025បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្រោយពេលដែលមកលេងស្រុកកំណើតក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនិងបានចាប់ផ្ដើមវិលត្រឡប់ទៅកន្លែងធ្វើការបំពេញការងារឡើងវិញដោយបានធ្វើដំណើរតាមរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញដោយឥតគិតថ្លៃនៅចំណតរថយន្តក្រុងកំពង់ឆ្នាំងស្ថិតនៅក្រុងកំពង់ឆ្នាំងលោកយិនបូរិនអនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងបានឲ្យដឹងថានៅខេត្តកំពង់ឆ្នាំងអនុវត្តតាមសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាលក្នុងការដឹកជញ្ជូនប្រជាពលរដ្ឋទាំងទៅទាំងមកដោយមិនគិតថ្លៃនោះគឺបានអនុវត្តចាប់តាំងពីថ្ងៃឈប់សម្រាកមកម្ល៉េះហើយនៅពេលនេះក្រោយពីប្រជាពលរដ្ឋបានឈប់សម្រាកអស់មួយរយៈពេលរួចមកត្រូវបានត្រឡប់ទៅកន្លែងធ្វើការវិញដោយប្រជាពលរដ្ឋបានទទួលយកការធ្វើដំណើរតាមរថយន្តក្រុងឥតគិតថ្លៃដើម្បីធ្វើដំណើរត្រឡប់ទៅវិញចំពោះរថយន្តក្រុងរបស់រដ្ឋដែលដឹកជញ្ជូនប្រជាពលរដ្ឋពេលត្រឡប់ទៅវិញនេះមានចំនួន10គ្រឿងផងដែរលោកជាសុក្រិតអភិបាលរងខេត្តកំពង់ឆ្នាំងបានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីដែលបានគិតគូរប្រជាពលរដ្ឋដោយបានអនុញ្ញាតឲ្យប្រជាពលរដ្ឋមកលេងស្រុកកំណើតនៅក្នុងឱកាសបុណ្យប្រពៃណីជាតិជិះរថយន្តក្រុងទាំងទៅទាំងមកដោយឥតគិតថ្លៃដែលទាំងនេះបានបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋក្នុងអំឡុងនៃការធ្វើដំណើរទៅស្រុកកំណើតនិងត្រឡប់ទៅធ្វើការវិញប្រជាពលរដ្ឋបានបញ្ជាក់ថាពិតជាសប្បាយរីករាយព្រោះថាពេលនេះការធ្វើដំណើរទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះទាំងទៅទាំងមកគឺពួកគាត់ជិះរថយន្តក្រុងរបស់រដ្ឋមិនគិតថ្លៃនោះទេនិងមានសុវត្ថិភាពទៀតផងហើយក្រៅពីនេះពេលត្រឡប់ទៅវិញពួកគាត់ទទួលបានទឹកសុទ្ធសម្រាប់បរិភោគផងដែរគួរបញ្ជាក់ផងដែរថារៀងរាល់ឆ្នាំពេលបុណ្យចូលឆ្នាំនិងបុណ្យភ្ជុំបិណ្ឌនិងពិធីបុណ្យជាតិធំៗប្រមុខរាជរដ្ឋាភិបាលតែងតែបានឲ្យរថយន្តក្រុងរបស់រដ្ឋដឹកប្រជាពលរដ្ឋទាំងទៅទាំងមកដោយមិនគិតថ្លៃនោះឡើយដើម្បីសម្រាលការលំបាកនិងធានានូវសុវត្ថិភាពក្នុងការធ្វើដំណើរពេលមកលេងស្រុកកំណើតនិងត្រឡប់ទៅកន្លែងធ្វើការវិញ